ការងារដែលតម្រូវការនៅក្នុងសង្គមរបស់យើងវាអាស្រ័យទៅលើភាពវិវត្តនៅក្នុងសង្គមរបស់យើងហើយអ្វីដែលយើង design កម្មវិធីនេះយើងផ្ដោតទៅលើការងារដែលមានទំហំធំយើងអត់ផ្ដោតទៅលើការងារដែលមានប្រាក់ខែរាប់ពាន់គឺអត់ទេគាត់គ្រូបញ្ជាក់ម្ដងទៀតថាយើងផ្ដោតទៅលើអ្វីដែលកម្លាំងពលកម្មដែលត្រូវការច្រើនអញ្ចឹងកម្មវិធីរបស់យើងក៏រៀបចំទៅតាមនោះដែរព្រោះហេតុអីយើងមើលយើងមានសាខាច្រើនអញ្ចឹងបើយើងមានសាខាច្រើនបើយើងយកតម្លៃខ្ពស់សួរថានិស្សិតដែលយើង graduate ហើយទៅយកអាចមានការងារច្រើនអត់គឺអត់ទេអញ្ចឹងយើងផ្ដោតទៅលើការងារដែលការងារធំរបស់យើងនៅក្នុងសង្គមរបស់យើងត្រូវការច្រើនហ្នឹងដូច្នេះអ្វីគុណភាពហ្នឹងក៏វាប៉ាឡែលជាមួយគ្នាដែរជាមួយនឹងការវិនិយោគរបស់យើងជាមួយគុណភាពជាមួយនឹងការងារបើយើងគិតអត្រាដែលរួចខ្លួន3ឆ្នាំជាងរួចខ្លួនហើយគួយមករៀនហើយបើសិនជាយើងចង់រួចខ្លួនកាន់តែឆាប់ព្យាយាមរកការងារបានលឿនព្រោះនៅក្នុងនេះគឺ 3.3 ឆ្នាំរួចខ្លួនហើយបើយើងគិតអត្រាផលត្រឡប់នៅក្នុងបច្ចេកទេសហិរញ្ញវត្ថុហ្នឹងគឺជាមធ្យមគឺ 30% ចឹងមានអត្រាខ្ពស់ជាងអ្វីដែលការវិនិយោគផ្សេងៗចំពោះការអប់រំគឺមាននៅក្នុងតាមការស្រាវជ្រាវនេះគឺយើងឃើញរហូតដល់ 30% ហើយបន្ទាប់ពីហ្នឹងទៅគឺយើងបានផលចំណេញរបស់យើងរាប់ពាន់រាប់ម៉ឺនបន្ទាប់ពីយើងរួចខ្លួនហ្នឹងដូច្នេះករណីហ្នឹងហើយដែលយើងឃើញថាការវិនិយោគទៅលើការអប់រំជាការវិនិយោគមួយដែលធ្វើឲ្យចំណេញយើងនឹងបានច្រើនហើយវាធ្វើឲ្យមានការអវត្តទៅដល់សង្គមជាតិរបស់យើងបាទសូមអរគុណ